លំចាស់ទី2ឆាប់ត្រឡប់មកវិញលោកស្រីធំបានយកគ្រូហុងស៊ុយមើលកាលពី5ឆ្នាំមុនត្រឡប់មកវិញហើយលោកម្ចាស់សៀវខ្ញុំសូមនិយាយការពិតតាំងពីខ្ញុំឈានជើងមកដល់ត្រកូលសៀវខ្ញុំដឹងថាភាពអាក្រក់នៅទីនេះមិនធម្មតាខ្ញុំមើលបន្តទៀតជូនអ្នកនាងទូហើយនឹងត្រកូលសៀវគឺឆុងខ្សែលោហិតប៉ុន្តែអាចដោះស្រាយបានដោយវិធីបំបាច់សាច់បំបាច់ឈាមត្រូវតែបញ្ជូននាងចេញពីទឹកដីដែលត្រកូលសៀវរស់នៅលោកប៉ាបានលឺអ្វីដែលអ្នកគ្រូនិយាយហើយយ៉ាងណាថ្ងៃនេះបើមិនបញ្ជូនទូទៅជនបទខ្ញុំនឹងមឹងឈីនាំកូនចាក់ចេញពីត្រកូលសៀវនេះហើយចែកផ្ទះលុះត្រាតែយើងស្លាប់លោកប៉ាអត់អាណិតពួកយើងទេអីអត់អាណិតចៅទេអីបើឲ្យពួកខ្ញុំរស់នៅបន្តជាមួយទូច្បាស់ជាត្រូវសក់ខ្មៅជួនដំណើរសក់សហើយម៉ាក់កុំបង្កបញ្ហារឿងនេះអត់ពាក់ព័ន្ធនឹងទូទេមិនហើយម៉ាក់បើទូពិតជាមិនល្អមែនហេតុអីនាងទទួលស្គាល់ពូតូចធ្វើជាឪពុកពូតូចកាន់តែរីកចម្រើនបែបនេះអ្នកប្រុសទាំងពីរនិយាយអញ្ចឹងខុសហើយលៀបសំណាងរបស់លោកម្ចាស់ទី2គឺបានពីអ្នកនាងសៀវអឺមានន័យថាម៉េចខ្ញុំទោះទាយថាអ្នកនាងសៀវអឺជាផ្កាយសំណាងនាំលៀបសំណាងដល់ត្រកូលសៀវចំណែកអ្នកនាងទូឆុងនឹងប៉ាម៉ាក់បង្កើតត្រូវបញ្ជូនទៅត្រកូលទី2ហើយផ្ទេរលៀបសំណាងរបស់ត្រកូលធំទៅវិញប៉ុន្តែលោកម្ចាស់សៀវថ្ងៃនេះជាថ្ងៃខួបកំណើតលោកម្ចាស់បើមិនប្រញាប់បញ្ជូននាងទេខ្លាចតែត្រកូលសៀវជួបគ្រោះមហន្តរាយធំនៅពេលនេះទេប៉ាចៅសម្រាប់ចិត្តបញ្ជូនទូតទៅវិញទៅអ្នកណាហ៊ានប៉ះពាល់កូនស្រីរបស់ខ្ញុំនោះបងថ្លៃឆ្លៀតពេលដែលយើងមិននៅធ្វើរឿងអាក្រក់បែបនេះសមទេស្ដាប់តាមគ្រូបោកនិយាយផ្ដេសផ្ដាស់ពី3ម៉ាត់ក៏ចង់ធ្វើបាបកូនបង្កើតខ្លួនឯងពួកបងមិនសមធ្វើជាប៉ាម៉ាក់គេទេយើងបញ្ជូនទូទៅគឺដើម្បីការពារកូនយើងត្រូវហើយអាហ្វុងរស់របួសហើយមិនអាចឲ្យទូធ្វើបាបអាជានឹងស៊ីអឺទីប្អូនទី2ទូមិនមែនជាកូនបង្កើតពួកឯងទេម្យ៉ាងទៀតឯងជាមួយវិនឈីងគឺត្រូវតែមានកូនផ្ទាល់ខ្លួនហេតុអីបានជាចង់ទុកទូនៅទីនេះទូជាកូនបង្កើតរបស់ខ្ញុំទូក៏ជាកូនខ្ញុំដូចគ្នាលោកប៉ាកូនឃើញលើក្បាលប្អូនស្រីសៀវអើហើយនឹងមិញអាក្រក់នេះមានខ្សែក្រហមទូអាចមើលឃើញខ្សែចំណងគ្រួសារលើកមុនក៏ដោយសារតែរឿងនេះដែរទើបតែបានរកឃើញឈិនសឺមីលួចសហាយជាមួយនឹងម៉ែដោះសៀវអើជាកូនរបស់នាងមែនទេលោកម្ចាស់ទី2លោកនិយាយស្អីសៀវអើគេមិនអាចជាកូនខ្ញុំបានពាក្យទាំងនេះលោកស្រីទៅនិយាយជាមួយប៉ូលីសទៅយើងទទួលបានមិនដឹងនាងធ្លាប់បោកប្រាស់លុយកាក់នៅហៃឆឹងនិងណានឆឹងដោយប្រើប្រាស់លេសហុងស៊ុយនិងប៉ាហ្វាសូមទៅប៉ប៉លីសជាមួយនឹងពួកយើងទៅខ្លាំងខ្លាយសត្វតែខ្លាំងខ្លាយទូកូនស្រីរបស់ម៉ាក់ទូសត្វតែជាកំហុសរបស់ម៉ាក់តើកូនអត់ទោសឲ្យម៉ាក់បានទេទូប៉ាគឺជាប៉ាមិនល្អប៉ាមិនគួរជឿពាក្យបោកប្រាស់គេនោះទេលោកអ៊ំស្រីលោកអ៊ំប្រាទូឡើងជាកូនលោកអ៊ំទាំងពីរហើយបង្កបញ្ហាដល់ខ្លួនឯងលោកតាបងសួងតែតាអាយុប៉ុណ្ណេះទៅហើយបំណងប្រាថ្នាគឺមានតែមួយប៉ុណ្ណោះគឺឲ្យគ្រួសារមានសុខដុមរមនារឿងរ៉ាវគ្រប់យ៉ាងឲ្យល្អចៅប្រុសចៅស្រីមានសេចក្តីសុខលូតលាស់រីកចម្រើនលោកតាទូជូនពរដល់លោកតាសូមឲ្យលោកតាអាយុវែងអូល្អណាស់ចៅអូនសៀវអើយើងផ្លុំទៀនជាមួយលោកតាទៅណាខ្ញុំផ្លុំបានដែរសៀវអើបើទូហៅហើយអញ្ចឹងឯងផ្លុំជាមួយគ្នាទៅឯងក៏ជាសមាជិករបស់គ្រួសារសៀវដែរអត់ទូខ្ញុំសុំតើខ្ញុំនឹងធ្វើល្អជាមួយបងពីពេលនេះតទៅបាយមួយអូទូកាលពីមុនបងធំមិនគួរគម្រាមកំហែងឯទេនេះគឺជាម៉ូតូដែលបងធំចូលចិត្តបងនឹងឲ្យម៉ូតូដែលបងចូលចិត្តនេះតើឯងទូអរគុណឯងដែលឯងអត់ខឹងបងថែមទាំងជួយសង្គ្រោះបងទៀតហើយនេះគឺប្រអប់តន្ត្រីបងជូនឯងអរគុណថ្ងៃមកបើឯងមានការលំបាកអីឯងមករកបងជួយឯងល្អណាស់ទូមានបងប្អូនច្រើនយេមកទូញ៉ាំនំទៅអរគុណអ៊ំស្រី
ខ្ញុំជាបងស្រីឯងនំខេកត្រូវឲ្យប្អូនញ៉ាំមុនម៉ែតើកូនញ៉ាំបានទេអ៊ំស្រីទូចង់ឲ្យគ្រួសារសប្បាយចិត្តប្អូនស្រីជាគ្រួសាររបស់យើងអ៊ំស្រីកុំលំអៀងណាទូនិយាយត្រូវម៉ាក់មិនបានយកចិត្តទុកដាក់លើសៀវអើញ៉ាំទៅកូន ចែកឲ្យចែកយ៉ាងនេះនឹងមាននំខេកមួយទៀតថ្ងៃនេះគ្រប់គ្រាន់ហើយ